សូមក្រាបថ្វាយបង្គំប្រធារានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជូនព័ត៌មានសំខាន់មួយចំនួនជូនជនរួមជាតិជ្រាបដូចតទៅនេះទី1ក្នុងសារលិខិតនៃឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី33នៅថ្ងៃទី3ខែឧសភាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅនិងបានវាតម្លៃខ្ពស់ចំពោះទូនីតិដ៏សំខាន់របស់អ្នកសារព័ត៌មានអ្នកផលិតមាតិកានិងគ្រប់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណីនិងបែបទំនើបទាំងអស់ដែលបាននឹងកំពុងបំពេញទូនីតិដ៏សំខាន់នៅក្នុងការផលិតផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈនិងបានរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជាសារព័ត៌មានជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការកសាងសង្គមព័ត៌មានពិតត្រឹមត្រូវដើម្បីបង្កើនជំនឿចិត្តសាធារណៈនិងការពារស្ថិរភាពសង្គមសម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថានៅក្នុងបរិបទនៃយុគសម័យ Digital និងបញ្ញាសិប្បនិម្មិតសេរីភាពសារព័ត៌មានមិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋានប៉ុណ្ណោះទេប៉ុន្តែគឺជាសមត្ថភាពយុទ្ធសាស្ត្រមួយក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាននិងត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការគោរពច្បាប់ក្រមសីលធម៌សុចរិតភាពវិជ្ជាជីវៈការទទួលខុសត្រូវសង្គមការរក្សាសណ្ដាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិការធានាសុវត្ថិភាពព័ត៌មានការរក្សាព័ត៌មានសម្ងាត់របស់ជាតិក្នុងកលៈទេសៈនៃវិបត្តិនិងការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មានមិនមែនជាការរឹតបន្តឹងសេរីភាពសារព័ត៌មាននិងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេប៉ុន្តែវាគឺជាការធានាទី1ការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋទី2ការធានាបាននូវសន្តិសុខព័ត៌មានដែលរួមមានសិទ្ធិទទួលបានព័ត៌មានប្រភពច្បាស់លាស់នៃព័ត៌មានគុណភាពព័ត៌មានហើយនិងសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋនិងទី3ការធានាបាននូវការការពារសន្តិសុខជាតិសណ្ដាប់ធ្នាប់សង្គមនិងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ប្រជាជននិងជាតិទាំងមូលសម្ដេចប្រមុខរាជរដ្ឋាភិបាលបានបន្តថាលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មានឆ្នាំ2026បានបង្ហាញឲ្យឃើញថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើររីឯការពង្រឹងសណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរដែរការនេះសបញ្ជាក់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងរីកចម្រើនជាបន្តបន្ទាប់ទាំងសិទ្ធិនិងគុណភាពវិជ្ជាជីវៈហើយនេះក៏បញ្ជាក់ឲ្យឃើញថាកម្ពុជាកំពុងតែរក្សាតុល្យភាពរវាងសេរីភាពនិងសណ្ដាប់ធ្នាប់សារព័ត៌មានដែលជាគ្រឹះគន្លឹះសម្រាប់សង្គម Digital នេះជាកិច្ចការខិតខំប្រឹងប្រែងរួមរបស់ក្រសួងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអ្នកសារព័ត៌មាននិងភាគីពាក់ព័ន្ធទាំងអស់ក្នុងការលើកកម្ពស់គុណភាពព័ត៌មានការផ្សព្វផ្សាយដែលមានសុចរិតភាពនិងការទទួលខុសត្រូវក្នុងការផ្ដល់ព័ត៌មានដល់សាធារណជនគណៈពេលដែលប្រជាណាចក្រកម្ពុជានិងប្រទេសនានាលើពិភពលោកកំពុងតែប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី33ឆ្នាំ2026ក្រោមប្រធានបទការកសាងអនាគតមួយប្រកបដោយសន្តិភាពរាជរដ្ឋាភិបាលកម្ពុជាសូមវិតម្លៃខ្ពស់ចំពោះវិស័យសារព័ត៌មានដែលបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពការលើកកម្ពស់យុត្តិធម៌និងការកសាងសង្គមសន្តិភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈនិងមានទំនួលខុសត្រូវគឺជាគ្រឹះដ៏រឹងមាំនៃសង្គមប្រជាធិបតេយ្យការនេះនាំដល់កិច្ចប្រតិបត្តិសេរីភាពសារព័ត៌មានដើម្បីបំផែនសន្តិភាពបូរណភាពទឹកដីការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវជាក់ស្ដែងនៅក្នុងអំឡុងពេលនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដីកម្ពុជាអ្នកសារព័ត៌មានមានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតព័ត៌មានត្រឹមត្រូវមិនលំអៀងនិងមិនបង្កការយល់ច្រឡំឬបង្កើនភាពតានតឹងនៅក្នុងសង្គមដែលមានប្រភពផ្លូវការនិងច្បាស់លាស់ដើម្បីជួយបង្កើនការយល់ដឹងរបស់សាធារណជនអំពីស្ថានភាពពិតនៅតំបន់ព្រំដែនសម្ដេចធិបតីក៏សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអ្នកបង្កើតមាតិកានិងអ្នកអនុវត្តកម្មភាពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងការការពារការពិតជឿលើព័ត៌មានផ្លូវការនិងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសកម្មភាពនៃការរំលោភបំពានរបស់យោធាថៃឲ្យប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិបានយល់ច្បាស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ដល់អ្នកសារព័ត៌មានឲ្យបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាននិងទប់ស្កាត់រាល់ព័ត៌មានคล้ายៗឲ្យប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈនិងកុំផ្សព្វផ្សាយឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិជាពិសេសស្ត្រីនិងកុមារនិងកុំយកស្លាកអ្នកសារព័ត៌មានទៅបិទបាំងសកម្មភាពល្មើសច្បាប់
ឬបំរើឲ្យរបៀបវារៈរបស់ក្រុមអមិត្តដែលមានបំណងបង្កអន្តរាយដល់ជាតិដោយក្បត់មនសិការវិជ្ជាជីវៈដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនសម្ដេចទឹកដីបានគូបញ្ជាក់ថាសេរីភាពសារព័ត៌មាននៅកម្ពុជានឹងត្រូវបានបន្តការពារនៅលើកម្ពស់តាមគោលការណ៍នៃច្បាប់សុចរិតភាពនិងការទទួលខុសត្រូវដើម្បីបម្រើប្រជាជនការពារជាតិនិងរួមចំណែកដល់សន្តិភាពក្នុងតំបន់និងក្នុងពិភពលោកទី2ឆ្លើយតបទៅនឹងរបៀបវារៈនៃការលុបចោលកិច្ចព្រមព្រៀងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ឬហៅថា MOU ឆ្នាំ2001របស់ប្រទេសថៃឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ជំហររបស់កម្ពុជាថាកម្ពុជានៅតែតាំងចិត្តគោរពអនុវត្តទៅតាម MOU ឆ្នាំ2001ទាំងខ្លឹមសារទាំងស្មារតីប៉ុន្តែក្នុងករណីដែលគណៈរដ្ឋមន្ត្រីថៃអនុម័តនៅការសម្ដែងដកខ្លួនចេញពី MOU នេះគឺមានន័យស្មើទៅនឹងថៃបោះបង់ចោលនៅយន្តការឬក៏កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាមួយគ្នាសម្រាប់ដោះស្រាយបញ្ហាវិវាទនៅតំបន់ទ្រង់ស៊ីគ្នានៅខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរហើយដែលត្រូវបានប្រើប្រាស់អស់រយៈពេល25ឆ្នាំកន្លងមកហើយក្នុងករណីអស់យន្តការឬក្របខ័ណ្ឌទ្វេភាគីនេះកម្ពុជានឹងបន្តស្វះស្វែងរកនៅច្រកទាំងឡាយណាដែលជាច្រកដោះស្រាយដោយសន្តិវិធីនិងផ្អែកលើច្បាប់អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះថាតើផលប្រយោជន៍ដែលទទួលនោះមានអ្វីខ្លះហើយគុណវិបត្តិមានអ្វីខ្លះប៉ុន្តែទន្ទឹមនឹងថាតើនៅពេលដែលទទួលបានយើងគួរលំអិតមើលចំណុចសំខាន់បែបណាបាទអរគុណច្រើនដាវ៉ាន់ចូលមកដល់សំណួរបន្តទៀតនេះគឺជាចំណុចសំខាន់មួយដែលជាកន្លឹះដែលនៅក្នុងប្រធានបទយើងថ្ងៃនេះដែរហើយអ្វីដែលយើងត្រូវគិតពិចារណាដូចខ្ញុំបានបញ្ជាក់ជូនខាងដើមអញ្ចឹងថាទម្រង់នៃការគឺអត់ដូចគ្នាទេគឺអាស្រ័យតាមស្ថាប័នដែលចេញអាស្រ័យតាមមន្ត្រីឬក៏បុគ្គលដែលកាន់ការនោះអញ្ចឹងវាអាចជាព័ត៌មានផ្សេងគ្នាប៉ុន្តែទោះជាណាក៏ដោយក៏វានៅតែមានរំលេចនៅចំណុចសំខាន់ចំណុចរួមមួយដែរអញ្ចឹងខ្ញុំអាចឧទាហរណ៍ថាជាប្រភេទដីកាចោះនេះមានប្រភេទទាំងរឿងព្រំទាន់ទាំងរឿងរដ្ឋវេនីទាំងរឿងនៅតុលាការទាំងរឿងនៅនគរបាលអីផ្សេងគឺវាច្រើនតែយើងសំណួរថាក្នុងដីកាទាំងអស់នេះយើងកត់សម្គាល់ទៅលើចំណុចអីខ្លះចានៅពេលដែលយើងទទួលបានប្រដាស់មួយសន្លឹកនឹងហើយចាអញ្ចឹងយើងអាចថានៅពេលដែលយើងបានទទួលដីកានេះយើងគួរកត់សម្គាល់ចំណុចទី1សម្គាល់ទៅលើអីសម្គាល់ទៅលើស្ថាប័នដែលចេញដីកាអញ្ចឹងកាលណានិយាយពីស្ថាប័នដែលចេញដីកានេះក៏យើងងាយស្រួលក្នុងការពិនិត្យពិចារណាដែរថាតើវាជារឿងអីពិតប្រាកដបើសិនជាចេញឡើងដោយខាងនគរបាលអញ្ចឹងភាគរយច្រើនណាជារឿងព្រំទាន់ចាបើចេញដោយសាលាដំបងរាជធានីខេត្តអានឹងអត់ទាន់ដឹងទេពីព្រោះអីវានៅរឿងតទៀតវាអាចជារឿងរដ្ឋវេនីវាអាចជារឿងព្រំទាន់ហើយចំណុចទី2ដែលយើងគួរកត់សម្គាល់ទៀតគឺចំណងជើងដីកាដែលដាវ៉ាន់សួរមុនហ្នឹងសួរខាងដំបងតើដីកាណាធ្ងន់អញ្ចឹងវាអាចជាឈ្មោះជាដីកាកោះវាអាចឈ្មោះជាដីកាបកឲ្យចូលខ្លួនអីផ្សេងហើយបន្ថែមពីនេះយើងគួរកត់សម្គាល់ចំនួនដងដីកាចេញជួនកាលពេលខ្លះគេចេញដីកាកោះលើកទី2ដីកាកោះលើកទី3ហើយអញ្ចឹងស្រាប់យើងភ្ញាក់ផ្អើលមួយថានេះខ្ញុំអត់ដែរបានទទួលដីកាមុនផងមិនលើកទី1ផងលេខចេញលើកទី3បាទអញ្ចឹងវាអាចអារម្មណ៍មួយថាចាទី1ទី2នៅណាហើយខ្ញុំខកនឹងខ្ញុំខុសអីអត់ខ្ញុំមានតនកម្មអីអត់អញ្ចឹងអានេះយើងអាចសួរខ្លួនឯងវិញថាមើលទៅបើចេញលើកទី3ប្រហែលជាធ្ងន់ជាងមុនតិចទៀតពីព្រោះគេកោះហៅ3ដងហើយអត់ទៅអញ្ចឹងយើងអាចត្រូវសិក្សាទៅប្រាប់ជាឱកាសក្នុងការតវ៉ាទៅប្រាប់គាត់វិញថាអាម្ដងឬ2ដងមុននោះខ្ញុំអត់បានទទួលទេអញ្ចឹងយើងត្រូវបញ្យល់ប្រាប់ទៅបកស្រាយប្រាប់នៃស្ថាប័នដែលកាន់ការផងអញ្ចឹងចំណុចទី3ដែលយើងត្រូវសិក្សាបន្តទៀតពិនិត្យទៀតគឺឈ្មោះអ្នកដែលកោះហៅយើងតើឈ្មោះហ្នឹងគាត់មានតួនាទីអីឈ្មោះកឈ្មោះខគាត់ប្រើពាក្យឋានៈអីបើគាត់ប្រើពាក្យឋានៈជាមន្ត្រីនគរបាលវាឆ្លើយតបនៅរឿងព្រំទាន់បើជាតំណាងអាយកាជាបរិញ្ញាក៏ជារឿងព្រំទាន់បើគាត់ថាជាចក្រមអីគឺមានចក្រមសាលាដំបងរាជធានីពេញចក្រមស៊ើបសួរឬក៏ចក្រមជំរះទាំងអស់ហ្នឹងសុទ្ធតែជាពិចារណាទៅលើប្រភេទនៃសំណុំរឿងអាហ្នឹងគាត់យើងសម័យដឹងណាហើយចំណុចទី4ដែលយើងគួរចាប់អារម្មណ៍ទៀតគឺសំណុំរឿងនិងការបច្ឆេទចុះបញ្ជីសំណុំរឿងអានេះកាន់តែយើងច្បាស់ថែមទៀតដែរពីព្រោះនិយាយទូទៅគេមានសំណុំរឿងរដ្ឋវេនីសំណុំរឿងរក្សាការពារសំណុំរឿងអនុវត្តដោយបង្ខំសំណុំរឿងព្រំទាន់សំណុំរឿងអនុវត្តសារក្រមអីចឹងទៅអញ្ចឹងកាលណានិយាយប្រើពាក្យសំណុំរឿងនេះគឺយើងច្បាស់មួយកម្រិតទៀតថាវាជាសំណុំរឿងអីបើប្រើពាក្យសំណុំរឿងរដ្ឋវេនីយើងងាយស្រួលក្នុងការគិតពិចារណាមិនធ្ងន់ធ្ងរដល់ដាក់ទោសទណ្ឌពន្ធនាគារទេប៉ុន្តែបើសំណុំរឿងព្រំទាន់អានេះយើងទៅមើលសិនទៀតអញ្ចឹងវាមានដំណាក់កាលបន្តទៀតហើយជាទូទៅមួយទៀតមើលលេខឈ្មោះសំណុំរឿងហើយយើងមើលការបច្ឆេទជាទូទៅគេប្រើពាក្យសំណុំរឿងចុះថ្ងៃទីអញ្ចឹង
ជាបទពិសោធន៍កន្លងមកគឺមានថាបើសិនជាគេប្រើពាក្យសំណុំរឿងរដ្ឋវិនីចុះថ្ងៃទី1 ខែ 2 ឆ្នាំ 2026 អញ្ចឹងជាទូទៅគេអាចចុះសំណុំរឿងនៅថ្ងៃដែលដាក់ពាក្យប្តឹងឬក៏ពី3ថ្ងៃក្រោយនៃការដាក់ពាក្យប្តឹងអញ្ចឹងយើងអាចគិតថាអូប្តឹងនេះប្រហែលជាទំតែកើតមានថ្មីថ្មោងឯងចាអញ្ចឹងគេទំតែប្តឹងឯងប៉ុន្តែបើសិនជាសំណុំរឿងហ្នឹងវាតាំងឆ្នាំ 2023 ឬ 24 អញ្ចឹងយើងអាចសម័យថា 2023 24 ហ្នឹងយើងមានរឿងអីអត់យើងធ្លាប់មានវិវាទជាមួយអ្នកអត់ឬក៏បង្កបញ្ហាណាមួយអាហ្នឹងយើងព្យាយាមសម័យទៅតាមប្រភេទការបកឆែតបាត់ចាឬសម័យខ្លួនដែលទទួលបានសម័យខ្លួនដែលទទួលបានហើយចំណុចទី4ដែលយើងត្រូវគិតមើលចំណុចទី5គឺតកតងទៅលើកម្មវត្ថុដែលគេកោះហៅតើកោះហៅមកវាពាក់ព័ន្ធទៅលើរឿងអីអ្នកខ្លះទៀតគេដាក់ចូលមកឆ្លើយតាមករណីឆបោករបស់បណ្ដឹងរបស់ឈ្មោះនេះឈ្មោះ A ឈ្មោះ B អញ្ចឹងទៅអញ្ចឹងអាហ្នឹងយើងមើលថាវាជាករណីឆបោកវាជារឿងព្រំទាន់ហើយបើសិនក្នុងរឿងរដ្ឋវិនីគេអាចឧទាហរណ៍ថាជាកម្មវត្ថុទាមទារប្រាក់ទាមទារដីឬក៏ជាការលែងលះឧទាហរណ៍អញ្ចឹងទៅអញ្ចឹងអាស្រ័យទៅតាមប្រភេទដែលកម្មវត្ថុគេមានកំណត់នៅក្នុងសរសេរនៅក្នុងដីកាកោះនោះហើយប្រភេទដីកាកោះខ្លះទៀតក៏មិនបានសរសេរបាននោះដែរតែគាត់ថាបើមានយើងត្រូវប្រមូលព័ត៌មានយើងមកទុកចា៎ហើយទី6គឺយើងប្រភេទឈ្មោះអ្នកដែលត្រូវកោះហៅឧទាហរណ៍យើងជាសម័យខ្លួនអ្នកទទួលដីកាកោះយើងមានឈ្មោះយើងមានថ្ងៃខែឆ្នាំកំណើតមានអាស័យដ្ឋានច្បាស់លាស់បើសិនជាអាស័យដ្ឋានខុសយើងអាចជូនដំណឹងទៅគាត់ដើម្បីផ្លាស់ប្ដូរព័ត៌មានអាស័យដ្ឋានហើយការហៅឈ្មោះមួយទៀតគេកោះហៅយើងមែនតើឋានៈអីចា៎ក្នុងឋានៈនេះគឺសំខាន់មែនទេបើសិនជាហៅថាក្នុងនាមជាសាក្សីអូយើងធូរគាត់ថាយើងទៅដល់យើងឆ្លើយនៅអ្វីដែលយើងបានដឹងបានឮចប់ប៉ុន្តែបើសិនជាហៅក្នុងឋានៈជាដើមចោតអាហ្នឹងប្រហែលជាមិនសូវមានទេព្រោះយកមិនសូវមែនជាប្រធានបទយើងទេព្រោះកាលណាយើងដើមចោតគឺអ្នកប្តឹងហើយតែបើហៅជាចុងចម្លើយជាកូនបំណុលអាហ្នឹងជារឿងរដ្ឋវិនីដែរទេប៉ុន្តែបើហៅជាឋានៈជាជនសង្ស័យជនត្រូវចោតជនជាប់ចោតអីហ្នឹងគឺយើងអាចយើងធ្ងន់ធ្ងរសួរខ្លួនឯងដែរណាថាយើងបានប្រព្រឹត្តអីចា៎ព្រោះអីកន្លែងនេះខ្ញុំក៏សម្គាល់ថាការប្រើប្រាស់ឈ្មោះប្រើប្រាស់ឋានៈនេះគឺកត់សម្គាល់ថានីតិវិធីរឿងដែរដំណាក់កាលនៃរឿងក្តីដែរខ្ញុំឧទាហរណ៍ថាបើគេហៅថាក្នុងឋានៈជនសង្ស័យគឺមានន័យថាជាស្ថិតនៅក្នុងដំណាក់កាលនគរបាលឬក៏ដំណាក់កាលអាយកាប៉ុន្តែបើគេប្រើពាក្យថាជនត្រូវចោទគឺយើងអាចកត់សម្គាល់ថាស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរដែលដំណាក់កាលស៊ើបសួរនេះគឺចក្រមស៊ើបសួរមានការអាចស្វែងរកផុសតាងដាក់បន្ទុកនិងដោះបន្ទុកហើយជាពិសេសគាត់មានសិទ្ធិឃុំខ្លួននិងមិនឃុំខ្លួនអញ្ចឹងបើចូលឆ្លើយនឹងហើយបើឆ្លើយមិនស្រួលមានពាក់ព័ន្ធបាល់មើលគាត់អាចសម្រេចឃុំខ្លួនប៉ុន្តែបើគាត់ឆ្លើយហើយអត់មានពាក់ព័ន្ធនឹងបាល់មើលគេសម្រេចឲ្យគាត់ទៅផ្ទះវិញគេថាស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចា៎ហើយចំណុចកត់សម្គាល់បន្តទៀតគឺឈ្មោះភាគីម្ខាងទៀតបើសិនជាដីកាខ្លះក៏មានសរសេរដីកាខ្លះទៀតក៏អត់មានសរសេរដែរហើយបើយើងព្យាយាមរកឲ្យអស់លទ្ធភាពថាមានសរសេរអត់ហើយបើថាឧទាហរណ៍បើសិនជាមានជាទូទៅក្នុងរឿងរដ្ឋវិនីមានដើមចោតចុងចម្លើយអញ្ចឹងយើងអាចសម័យថាតើមានវិវាទអីជាមួយហ្នឹងមានវិវាទអីជាមួយបុគ្គលហ្នឹងអញ្ចឹងជារឿងមួយដែលយើងត្រូវពិចារណាថាយើងសម័យខ្លួនឯងរកខ្លួនឯងឲ្យដឹងថាមានរឿងអីពិតប្រាកដជួនកាលអ្នកខ្លះទៀតខ្ញុំធ្លាប់ជួបពីបទពិសោធន៍ជាក់ស្ដែងគាត់ថាមិនដែរស្គាល់ឈ្មោះហ្នឹងផងគាត់ថាប៉ណ្ដឹងមិនបើខ្ញុំមិនដែរស្គាល់ឈ្មោះហ្នឹងផងអញ្ចឹងយើងត្រូវរកទៀតថាក្នុងបណ្ដឹងហ្នឹងគេសរសេររឿងអីយើងទៅស្រាវជ្រាវរកតាមពាក់ព័ន្ធថាបើមិនស្គាល់ដឹងថាមិនស្គាល់បើមិនស្គាល់គ្នារឿងអីគេមិនដឹងមិនកើតវានៅវាមិនអាចទៅសុកកើតអញ្ចឹងកើតប្រកបជាមានតំណែងគ្នាណាមួយបើសិនជាមិនមានទេអូខេយើងក៏ងាយស្រួលក្នុងការដោះស្រាយដែរហើយចំណុចមួយទៀតគឺតាក់ទងទៅនឹងពេលវេលាទីកន្លែងដែលត្រូវកោះហៅអញ្ចឹងកន្លែងពេលវេលាទីកន្លែងនេះក៏ស្រួលដែរសម្រាប់យើងសម័យខ្លួនក្នុងការចូលរួមដោះស្រាយថាចូលរួមតាណាម៉ោងប្រហែលជាន់ទីប្រហែលឧទាហរណ៍ថានៅតុលាការមួយវាមានច្រើនជាន់មានបុគ្គលច្រើនអ្នកមានច្រើនបន្ទប់អញ្ចឹងបើយើងមិនកំណត់ជាក់លាក់ទៅដើរសួររំវែងពេញហ្នឹងហើយព្រោះខ្ញុំក៏ជួបតាមបងប្អូនប្រជាពលរដ្ឋនៅតាមតុលាការក៏តែងសួរនោះថាខ្ញុំមកតុលាការជួបបុគ្គលនេះប៉ុន្តែអត់មានឯកសារបង្ហាញអញ្ចឹងខ្ញុំក៏ដឹងថាត្រូវប្រាប់គាត់ថាម៉េចដែរប៉ុន្តែបើគាត់បង្ហាញនៃការកោះមកខ្ញុំមកខ្ញុំប្រាប់ថាអូអាចគួរទៅរកជាន់នេះដែរហើយចំណុចមួយទៀតដែលយើងកត់សម្គាល់គឺមានន័យថាឯកសារដែលភ្ជាប់មកជាមួយជាទូទៅនៅក្នុងដីកាកោះហ្នឹងគេអាចសរសេរតែម្ដងថាក្នុងដីកាហ្នឹងភ្ជាប់ជាមួយអីគេមានឯកសារអីខ្លះអញ្ចឹងយើងពិនិត្យមើលឲ្យច្បាស់លាស់ឲ្យបានមែនតើពីព្រោះកន្លែងនេះជាបទពិសោធន៍មួយដែរគឺក្នុងដីកាហ្នឹងគេភ្ជាប់ជាមួយនឹងឯកសារចម្លងពាក្យបណ្ដឹងប៉ុន្តែជាក់ស្ដែងពេលសញ្ញេទទួលឬក៏បណ្ដឹងវិទ្យាទទួលអ្នកបញ្ជូននោះក៏អត់ឲ្យពាក្យបណ្ដឹងហ្នឹងអញ្ចឹងមានន័យថាសន្មតថាគាត់បានពាក្យបណ្ដឹងហើយអញ្ចឹងទៅ